បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទទៀតទេពុកម៉ែបងប្អូនបាទជាមួយនឹងបាទអាក្រោមនេះគឺឈុតមកវិចិត្របាទ12គ្រាប់បាទគាត់ចូលមកជួសជុលឥឡូវហើយបាទគាត់ជួសជុលមួយគាត់កំងថ្មីមួយមកពីវៀតណាមបាទពីវៀតណាមប្រភេទ14គ្រាប់បាទប្រើ BTA ប្រភេទ BTA មានន័យថាប្រភេទចាប់អត់ដាក់ទឹកអត់លឺទេបាទតើវាចូលទៅក្នុងទឹកអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយសម្រាប់ពុកម៉ែបងប្អូនបាទបងដែលនៅខាងសៀមរាបដែលកំង1600G បាទ 1600G គឺខ្ញុំចាប់ដើមទិញថ្ងៃហ្នឹងបាទដោយសារគាត់ផ្ញើលុយឲ្យកាលពីម្សិលមិញតែខ្ញុំនៅឆាតស៊ូនៅខាងហាងអញ្ចឹងពុកម៉ែបងប្អូនដោយសារអីព្រោះលុយច្រើនដែរបាទលុយច្រើនដែរហើយយើងចេះតែទិញអត់បានទេបាទបានទេដោយសារជួនកាលទៅហើយយើងផ្ញើលុយទៅឲ្យហាងគេអត់ទទួលអញ្ចឹងហ្នឹងបងប្អូនបាទហើយ refund មកវិញហ្នឹងមិនដែលឃើញចូលកង់ទេបាទមិនដែលឃើញចូលកង់ទេដូចជាប្រហែលខែបានចូលកង់ទេតាំងពីចេះទិញ4ឆ្នាំមកពេលដែល refund លុយមកវិញហ្នឹងមិនដែលឃើញចូលកង់សោះចឹងហើយគឺយើងធ្វើការឆាតទៅតគ្នាឲ្យជាក់លាក់ពុកម៉ែបងប្អូនបាទជាមួយនឹងហាងលក់ដើម្បីអីគឺដើម្បីឲ្យច្បាស់ថាគាត់ទទួលការកំងទិញរបស់យើងបាទរបស់យើងចឹងយើងវាលុយទៅគឺមានភាពកក់ក្ដៅជាងបាទមានភាពកក់ក្ដៅជាងហើយការដឹកជញ្ជូនក៏លឿនជាងដែរបាទក៏លឿនជាងយើងអ្នកវាអត់បានឆាតទៅខាងហាងដែរបងប្អូនបាទហើយសម្រាប់ពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់ទិញពីចិនអីពុកម៉ែបងប្អូនឥឡូវនេះខ្វះទេក្រុមហ៊ុនគេផ្សព្វផ្សាយថាទិញបានជួយទិញអីចឹងពុកម៉ែបងប្អូនបាទសូមជម្រាបដល់ពុកម៉ែបងប្អូនបាទទិញគ្រឿងអីខ្ញុំមិនដឹងទេតែបើទិញគ្រឿងអេឡិចត្រូនិកដូចជាខាង motor នេះមកដល់ស្រុកខ្មែរអត់មែនទឹកតែមានសភាពល្អទាំងអស់នោះទេអត់មានចង់និយាយថាអត់មានសុទ្ធតែមានសភាពចាប់ទៅដើរទាំងអស់នោះទេពុកម៉ែបងប្អូនបាទដោយសារយូរជួបម្ដងជឿចូលម្ដងគឺចាប់ដើរទេទៀនទេយើងកែសម្រួលវាបន្តិចបន្តួចបាទហ្នឹងគឺជួនកាលទៅខាងដឹកជញ្ជូនគាត់ដឹកកលៈចុះលាក់ឡើងវាមានបញ្ហាអញ្ចឹងហើយម្យ៉ាងទៀតក្នុងការពុកម៉ែបងប្អូនទិញជាមួយខ្ញុំគឺទទួលបានការធានាខុសត្រូវពីខ្ញុំរយៈពេលប្រហែលជាមួយខែដែរឬក៏ខ្ញុំមិនបានថាធានាមួយខែក៏ខ្ញុំជួយដោះស្រាយជូននៅពេលដែលមានបញ្ហានៅក្នុងតម្លៃណាមួយដែលសមរម្យមានន័យថាពុកម៉ែបងប្អូនជួសជុលអស់100000ពុកម៉ែបងប្អូនត្រូវចំណាយតែ50000អញ្ចឹងបាទហើយការទទួលខុសត្រូវនេះគឺមានតែសម្រាប់ពុកម៉ែបងប្អូនដែលទិញពីតាមរយៈខ្ញុំអញ្ចឹងបាទហើយពុកម៉ែបងប្អូនខ្លះគឺគាត់ឆាតតាមគាត់មានន័យថាគាត់មាន website ឆែកមើលដែរតម្លៃខ្ញុំលក់ហើយនឹងតម្លៃនៅប្រទេសចិនគាត់ឃើញថាខុសគ្នា20ឬក៏25រៀលគាត់សាញថាបងឯងយកចំណេញច្រើនម៉េះអត់ច្រើនទេបងប្រុសបាទត្រឹម20ឬ25មិនច្រើនទេចាំមើលខ្ញុំគិតឲ្យបងប្រុសមើលបាទតម្លៃដឹកពីហាងទៅឃ្លាំងចិនបាទប្រហែលហើយណាស់ក៏ជិត10000ដែរបាទហើយតម្លៃពីឃ្លាំងចិនបាទមកប្រទេសខ្មែរប្រហែលហើយណាស់ក៏$2ជាងដែរបាទហើយនៅតម្លៃពីឃ្លាំងខ្មែរពីភ្នំពេញមកខ្ញុំបាទហើយណាស់ក៏67000បាទហើយនៅពីខ្ញុំទៅបងប្អូនទៀតប្រហែលគឺ10000ឬក៏10000តិចតួចទៀតអញ្ចឹងវាអស់4-50000បាទហើយហ្នឹងបាទ4-50000បាទហើយនៅសល់ចំណេញ4-50000ហ្នឹងពុកម៉ែកុំថាច្រើននៅធានាទៀតបើសិនជាពុកម៉ែបងប្អូនឬក៏យកមកពីចិននឹងមានបញ្ហានៅជួសជុលឲ្យបងប្អូនបន្តិចបន្តួចឬក៏សេរីស្រង់មកវគ្គដើរបាទឬក៏ផ្ញើទៅដល់ខាងពុកម៉ែបងប្អូនដើរអត់ស្រួលត្រូវផ្ញើវិញធ្វើចេះធ្វើចុះឲ្យទៀតគឺអស់ហ្មងពុកម៉ែបងប្អូនបាទគឺអស់ហ្មងអញ្ចឹងគឺ4-50000ហ្នឹងមិនច្រើនទេពុកម៉ែបងប្អូនមិនច្រើនទេសម្រាប់ការពុកម៉ែបងប្អូនបានទំនុកទុកចិត្តពីខាងខ្ញុំអញ្ចឹងពុកម៉ែបងប្អូនបាទអត់ច្រើនទេអញ្ចឹងហើយបើពុកម៉ែបងប្អូនកំងខ្លួនឯងបាទកំងខ្លួនឯងហានិភ័យទី1ពុកម៉ែបងប្អូនទើបតែស្គាល់ឬក៏ page ដែលជួយទិញបាទអ្នកខ្លះទិញរកខែអត់ទាន់ដល់ទេពុកម៉ែបងប្អូនទិញរកខែអត់ទាន់ដល់ទេបាទដូចខ្ញុំជាដើមបាទដូចខ្ញុំជាដើមមុនពេលខ្ញុំទទួលកំងបាទទទួលកំងពុកម៉ែបងប្អូននេះគឺខ្ញុំសាកទិញខ្លួនឯងអស់ច្រើនក្រុមហ៊ុនមកហើយបាទក្រុមហ៊ុនខ្លះទិញលើកទី1បានបាទទិញលើកទី2បាទបាទទិញលើកទី3បានមានន័យថា3កញ្ចក់បាត់មួយអញ្ចឹងទៅបាទអញ្ចឹងហើយយើងរកស៊ីជាមួយគ្នាកើតអត់កើតទេពុកម៉ែបងប្អូនបាទដល់ថាអីពុកម៉ែបងប្អូនកំងពីខ្ញុំទៅគឺដែលកំងអីវ៉ាន់ហ្នឹងគឺតម្លៃជួនកាលគឺថ្លៃមែនតើថ្លៃមែនតើអញ្ចឹងហើយបាត់គឺចប់ហើយបាទចប់ហើយបាទចឹងទៅខាងនេះមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា